Ôi ngàyនេះផងដែរខ្ញុំមកមើលនៅច្រកព្រំដែនខាងប៉ោយប៉ែតដែរទាំងអស់គ្នាគេល្បីថាច្រកព្រំដែនខាងខ្ញុំនេះគឺស្ងាត់ខ្លាំងមែនតើហ្មងអូយដូចគេនិយាយមែនទាំងអស់គ្នាមកដល់ភ្លាមគឺថាអត់សមមានមនុស្សទេខ្ញុំនិយាយមែនឡើងស្ងាត់ជ្រាបហ្មងខ្ញុំមិនដែរឃើញស្ងាត់ដល់ថ្នាក់ហ្នឹងឯណាហើយខ្ញុំលើមកលៀងថាម៉ោង8ព្រឹករហូតដល់ម៉ោង4ល្ងាចអីគេបិទទៅអញ្ចឹងហើយខ្ញុំទៅម៉ោងខ្ទង់ម៉ោង4:75ហើយអញ្ចឹងបានស្ងាត់មនុស្សទាំងអស់គ្នាខ្ញុំមិនដែរឃើញច្រកព្រំដែនស្ងាត់ដល់ថ្នាក់ហ្នឹងទេខ្ញុំធ្លាប់តែមកស្មានហ្នឹងអីមនុស្សចេញចូលរហូតហ្មងអ្នកអញ្ចឹងបិទច្រកព្រំដែនមិនក៏ដោយប៉ុន្តែខាងយើងគឺមិនដែលដាច់បាយទេណាតែខាងខ្លួនឯងទេនោះខាងលង្គឺថាឃើញគេចេញវីដេអូផុសថាស្ងាត់ខ្លាំងមែនតើហ្មងគ្រាន់តែមកដល់ផ្ទះភ្លាមខ្ញុំចាប់យកចាហួយញ៉ាំមុនគេហ្មងដោយសារតែខ្ញុំចេញទៅមិញខ្ញុំទិញរបស់ញ៉ាំច្រើនដែរអញ្ចឹងណាអញ្ចឹងខ្ញុំទុកស្កាត់រៀងខ្ញុំខ្លាចរៀងខ្ញុំធាត់អីចឹងទៅអញ្ចឹងសម្រាប់បងណាដែលគាត់ខ្លាចខ្លួនឯងធាត់ឡើងគីឡូអីចឹងបងសាក់ញ៉ាំចាហួយឡុង DSL នេះបានខ្ញុំមិននិយាយលេងសើចអីណាចាហួយឡុង DSL មិនថាប្រអប់មិនថាកញ្ចប់ឯណាទាំងអស់គ្នាញ៉ាំទៅគឺស្រក់ពិតហ្មងហើយបើនិយាយពីតែនេះវិញសម្រាប់បងណាដែលគាត់មានជំងឺទឹកនោមផ្អែមអញ្ចឹងក៏គាត់អាចពិសាបានដោយសារអានេះអត់មានជាតិស្ករទេអ្នកទាំងអស់គ្នាហើយសំខាន់ណាឈ្ងុយជាតិតែហ្នឹងហ្មងហើយឡើងបងស្រីខ្ញុំគាត់លន់មាត់ថាអញ្ចេះប្រែលុក DSL ល្អរបស់គេមែនណាគាត់ញ៉ាំអស់តែ2ប្រអប់ឯអ្នកទាំងអស់គ្នាខូលីសលចេញមកពិតហ្មង